ខ្ញុំមានសារមួយចំនួនឲ្យទៅយុវជនផ្សេងៗក៏ដូចជាយុវជនចំនួនក្រោយសូមគម្រាបការនៅវ័យក្មេងពេលខ្ញុំរៀបការអាយុ17ឆ្នាំកាលខ្ញុំរៀបការហ្នឹងបែបគេបខំទីពួកខ្ញុំអត់ដែលស្គាល់គ្នានៅពេលដែលគេឲ្យខ្ញុំរៀបការខ្ញុំមានអារម្មណ៍ថាអត់ស្រួលក្នុងចិត្តស្គាល់គ្នា12ថ្ងៃខាងចាស់ទុំខាងប្រុសហ្នឹងគេមកចែកចាយឲ្យភ្ជុំពាក្យតែម្ដងទៅពេលដែលគេចូលសួរខ្ញុំពីការរៀបការខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្តទេពួកខ្ញុំនៅក្មេងអាយុនៅតិចការភ្ជុំពាក្យគេចូលចែកចាយហ្នឹងគឺអាយុ22ឆ្នាំហើយកាលនោះខ្ញុំអាយុ17ឆ្នាំការរៀបការវ័យក្មេងមានផលប៉ះពាល់ច្រើនសម្រាប់ខ្ញុំតើដូចជាបាត់បង់ឱកាសរៀនសូត្រឱកាសរកការងារធ្វើហើយអ្វីសំខាន់សុខភាពយើងក៏វាទ្រុឌទ្រោមដែរនៅពេលរៀបការរួចខ្ញុំបានជួបកត្តាប្រឈមជាច្រើនក៏ដូចជាកាលពេលដែលមានកូនមិនដឹងថាគួរតែថែរក្សាបែបណាគួរទៅពិភាក្សាជាមួយអ្នកណាហើយអ្វីដែលសំខាន់ហ្នឹងអត់ចេះយល់ចិត្តគ្នាមិនដឹងថាធ្វើបែបណាដើម្បីកុំឲ្យមានការជំនួសពីអ្នកប្តីប្រពន្ធការយល់ចិត្តគ្នាអ្វីដែលជំរុញឲ្យខ្ញុំមករៀនជិះម៉ូតូនេះដោយសារតែខ្ញុំគិតថានៅភូមិរបស់ខ្ញុំគឺសម្បូរអ្នកជិះម៉ូតូហើយអាចនឹងចំណូលបានរាល់ថ្ងៃនៅពេលដែលខ្ញុំទៅរៀនហ្នឹងខ្ញុំបានជួបកត្តាប្រឈមជាច្រើនដែរដូចជាទី1ខ្ញុំជាស្រីទៅដល់នោះឃើញសុទ្ធតែជាងប្រុសនៅពេលដែលខ្ញុំរៀនទៅខ្ញុំធ្វើរួចអត់ម៉ូតូហ្នឹងក៏ខ្ញុំអត់ស្គាល់សំបីតែមួយប្រភេទម៉ូតូគ្រឿងបន្លាស់របស់វាអត់ស្គាល់ទាំងអស់នៅពេលដែលរៀនជំនាញហ្នឹងហើយបើទៅរួចជីវិតរបស់ខ្ញុំមានការផ្លាស់ប្ដូរជាច្រើនជានៅពេលដែលមានចំណូលខ្លួនឯងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តអ្វីដែលសំខាន់គឺវាមានភាពឯករាជ្យមកដល់ពេលនេះសហគមន៍របស់ខ្ញុំមានការផ្លាស់ប្ដូរពួកគាត់គឺអត់មានការរៀបការនៅវ័យក្មេងទេគឺពួកគាត់ទៅរៀនជំនាញដើម្បីមានការងារធ្វើមានចំណូលចូលក្នុងគ្រួសាររបស់ពួកគាត់នៅពេលដែលយើងរៀបការនៅវ័យក្មេងទៅយើងអាចបាត់បង់ឱកាសការរៀនសូត្របាត់បង់ឱកាសការងារខ្ញុំមានមោទនភាពខ្លាំងណាស់ដែលខ្លួនឯងធ្វើជាជាងជួសជុលទៅជាជាងស្រីមួយរូបហើយខ្ញុំក៏ចង់ឲ្យយុវជនជំនាន់ក្រោយគាត់បានរៀនដូចជាខ្ញុំដែរ